មីភរិយាទេពបុព្រឹកនិងជីដេវីតបានថ្កោលទោសថៃចំពោះការប្រមាថសាសនានិងទេវរូបតំណាងអំណាចនៃចក្រវាឡបន្ទាប់ពីកងទ័ពថៃឈ្លានពាននិងបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងក្នុងនោះដែរគូស្វាមីភរិយាតារាចម្រៀងលោកជីដេវីតនិងទេពបុព្រឹកបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ថៃលើវិស័យសាសនាតារាចម្រៀងរ៉េបជីដេវីតនិងទេពបុព្រឹកបានរៀបរាប់ថាក្នុងនាមខ្ញុំនិងភរិយាជាអ្នកផ្ដល់នូវការគោរពប្រតិបត្តិសាសនាបុព្វបុរសព្រមទាំងការគោរពអនុលំទោនប្រកាន់ភ្ជាប់នូវការគោរពលទ្ធិទេវរាជនិងត្រីបរទេសសូមប្រកាសថ្កោលទោសដល់ពូជអម្បូរថៃដែលជាអម្បូរនៃឃាតករសាសនាការប្រមាថចំពោះទេវរូបដែលតំណាងឲ្យអំណាចនៃចក្រវាឡទោសនេះនឹងធ្លុះធ្លាយធ្លាក់ជាភ្លើងធ្លាក់ចំកណ្ដាលដួងកែវបិសាចនៃអម្បូរតមិលយ៉ាងពិតប្រាកដជានាពេលខ្លីខាងមុខដោយអំណាចនៃស្ដេចអធិនបុព្វបុរសនិងកំណត់ជោគវាសនាជនទាំងនោះឲ្យជាប់នៅក្នុងវាលដែលដុតរំគាលដោយភ្លើងសូមឲ្យសម្លេងឧទ្ទិសឋាននៃសារវ័នទូទាំងទ្វីបដែលបានដង្ហើយសូមដល់ទ្រង់សូមឲ្យមានអានុភាពគំតិចពូជសាសន៍ដែលបានគំតិចនៅរូបសំណាកដែលបានប្រតិឋានទុកជាទីគោរពប្រតិបត្តិដ៏ខ្ពង់ខ្ពស់បំផុតមិនត្រឹមតែគូស្វាមីភរិយាលោកជីដេវីតនិងទេពបុព្រឹកប៉ុណ្ណោះទេដែលចេញមុខថ្កោលទោសចំពោះទង្វើអាក្រក់របស់ថៃសូម្បីតែមហាជនទាំងក្នុងនិងក្រៅប្រទេសបានសម្ដែងនូវការសោកស្ដាយនិងថ្កោលទោសការវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងទឹកដីប្រទេសកម្ពុជាផងដែរគូបញ្ជាក់ផងដែរថាបន្ទាប់ពីកងទ័ពថៃបានឈ្លានពាននិងបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងជាក់ស្ដែងក្រសួងធម្មការនិងសាសនាស្នើដល់សាសនិកទូទាំងពិភពលោកនិងសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពទម្មិលឥតសាសនារបស់កងទ័ពឈ្លានពានថៃដែលបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាក្រសួងធម្មការនិងសាសនាចេញញត្តិថ្កោលទោសក្នុងការវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពនៃប្រជាណាចក្រកម្ពុជា